ព្រះនាងបងលៀងខ្ញុំស្អាតទេព្រះមេម្ចាស់ស្អាតណាស់ព្រះនាងម្ចាស់ទ្រង់ទៅបោះតែស័ក្តិសមព្រះនាងមិនដាល់សពប្រតិទ្រង់គ្រឿងបែបនេះសោះបងទាំងអស់គ្នាកំចង់ដឹងរឿងអីតែសម្រាប់ចុះព្រះមេម្ចាស់ឆ្ងល់ណាស់មិនក៏កំចង់ដឹងអីតែព្រះមេម្ចាស់កាយអើយកាយកបគប់នេត្រាសក់ខ្មៅភ្លឺថ្លារលងស្រាលកាយភ្នែកទាំងគូដោយត្បូងនិលសាច់ថ្មរអិលក្បៃឆាតមែនសែនស្រស់ឥតខ្ចោះអីអូសំបីរស្មីចន្ទ្រាក៏សរសើរទីតើស្រស់តើល្អប្រយោជន៍អ្វីបើរស់អត់ដេរលីងហើយខ្ញុំស្រឡាញ់គេកំតើអូព្រះអើយរស់នៅសម្រាប់អ្វីខំតែសង្ឃឹមញញឹមទុកថាមកជាទុកក្នុងហារតីស្មានបានអ៊ីណាយថ្នាក់ធ្នម3ត្រកងពេញដៃខ្សែព្រមគ្នាបំបុតធ្វើនេះតើព្រះពេទ្យតុលាឯងអន់ប្រតិយ៉ាងណាបើយ៉ាងម៉េចអាណិតព្រះពេទ្យតុលាខំដាក់ប្រតិស្រឡាញ់ឯងតាំងពីតូចមកបុតយល់ខុសហើយបោះសិបាមិនមែនល្ងងដូចបុតយល់នោះទេព្រោះប្រធាចារ្យទាំងអស់សរសើរព្រះនាងវៃឆ្លាតណាស់ហើយបុតព្រមព្រៀងរៀបអភិសេកទៅហ៎សូមមេដាកូនកុំក្រេវក្រោធខ្លាំងពេកបុតសម្រាប់អញ្ចឹងទៅមេដាបៃតាមិនចង់បង្ខំចិត្តបុតជាករណីកិច្ចដែលបុតត្រូវបំពេញណាហើយការផ្គូផ្គងបុតនេះប្រទេសជិតឆ្ងាយបានដឹងឮទាំងអស់ពិតណាស់ប្រទេសជិតខាងស្ងើចសរសើរដោយយើងចេះរួបរวมគ្នាដោយសត្រូវមើលងាយយើងវិញណាបុតបបិទ្ធព្រះបិតាព្រះមេតាព្រះអង្គមានព្រះបន្ទូលនេះចំជាត្រូវណាស់បុតតែងតែចាប់អារម្មណ៍ក្នុងរឿងនេះជានិច្ចបុតតាំងចិត្តថាមិនឲ្យសត្រូវណាប្រមាថមើលងាយប្រញាប់ទៅវងយើងជាដាច់ខាតបបិទ្ធព្រះបិតាសូមទ្រង់ព្រះមេត្តាប្រោសក៏ព្រោះតែរឿងនឹងហើយបានជាទូលព្រមគុំមិនព្រមទទួលបោះសបាជាអគ្គមហេសីក្រាបទូលបុតចង់មានបន្ទូលយ៉ាងម៉េចសូមទ្រង់បើព្រះអង្គទ្រង់ព្រះបញ្ជាឲ្យទូលព្រះបង្គំបំពេញកកម្មគ្រប់បែបយ៉ាងដើម្បីប្រទេសជាតិយ៉ាងក៏ទូលព្រះបង្គំមិនជំទាស់នឹងបរិយាបំណងទេក្រាបទូលតែដែលមិនដែលទទួលបរាជ័យក្នុងសង្គ្រាមណាមួយនោះព្រះបិតាឲ្យនោះហើយបានជាបុតមិនព្រមទទួលនាងបុសិបាជាមហេសីនោះណាសូមទ្រង់ព្រះមេត្តាប្រោសទូលព្រះបង្គំសំអាងតែប៉ុណ្ណេះមិនតាន់គ្រប់គ្រាន់ទេក្រាបទូលមើលឯងមានអ្វីជាសំអាងទៀតសូមបរិយាទានទោសព្រះបិតា
ទូលព្រះបង្គំសំអាងទៅលើពាក្យបុរាណណាចាថាសំណាបយងដីស្រីយងប្រុសចុះបើព្រះនាងបុស្បាមានរឹកពីមិនសមរម្យរបៀបនឹងទូលព្រះបង្គំជឿជាក់ថាព្រះនាងបុស្បាមិនអាចយងទូលព្រះបង្គំរួចទេក្រាបទៅជាសំណាបយងដីស្រីយងប្រុសប្រុសយងដីស្រីយងដីឯណាទៅវិញឥឡូវនេះបុតសម្រេចដាច់ណាត់ថាមិនព្រមទទួលនាងបុស្បាជាអគ្គមហេសីឯងហើយហ៎សូមជាមហេសីជាដាច់ខាតក្រាបទូលបាត់មែនបុស្បាជាដាច់ខាតដែរប្រកាសណាស់មិនតែប៉ុណ្ណោះព្រះចៅកូរ៉េប៉ាន់ទ្រង់ផ្ញើសារទៅផ្ដាច់ចំណងនិងព្រះចៅដាហាស្រេចបាច់អស់ទៀតផងព្រះពរម្ចាស់អូស្កាច់បាយអស់ហើយអូម៉ាផ្ដាច់ចំណងអស់ហើយអ្នកអង្គម្ចាស់អត់កាយចង់ឲ្យលិនបើរឿងមានការឆ្គាំឆ្គងមិនគប្បីដល់ល្អងធូលីសូមទ្រង់ព្រះរាជទានទោសខ្ញុំម្ចាស់ផងលិនចាស់យកទោសไปឯណាត់ទេជាពិសេសចំពោះស្រីមានទូលអីក៏មានទៅចុះឲ្យតែមានប្រយោជន៍ដល់យើងផងណាខ្ញុំម្ចាស់មកនេះនាំប្រយោជន៍មួយយ៉ាងធំមកថ្វាយព្រះករុណាប្រយោជន៍ប្រយោជន៍ធំប្រយោជន៍យ៉ាងម៉េចចូលអ្នកអម្ចាស់កាត់កៃកាយកាប់កាប់ឆាប់ឡើងខ្ញុំម្ចាស់ចូលមកគាល់នេះណែគឺមានតែគំនិតម្យ៉ាងសំខាន់ព្រះពរម្ចាស់អូគំនិតដែរមានតែគំនិតដែរឡានស្មាននាំយកមាសពេជ្រយកមកថ្វាយយើងណាមិនដឹងថាមានកំណត់ទៅអីកំណត់អីកំណត់អីក៏កំណត់ទៅមានទូលមើលខ្ញុំម្ចាស់យល់ថាព្រះអង្គមានព្រះរូបឆោមស្រស់បំព្រងនៅកំឡោះកំពុងពេញកម្លាំងដោយពាក្យគេថាដំរីកំពុងចុះព្រេងជាម្ដងព្រះដំណើរប្រៀបដូចជារាជសីសម្ពុតចរបាប់មានពេជ្រចរណៃគួររកមហេសីជាស្រីកម្ពុជាលោកាមិនដឹងស័ក្តិសមយ៉ាងណាទេព្រះពរម្ចាស់អ្នកអង្គម្ចាស់ក៏ឆ្កែចិត្តតែមានទល់ចាឡានល្អមែនអីអស់លើក្នើយសោះយល់ថាយ៉ាងល្អដោយម្ចាស់សត្វថ្ងៃដែរអីហ៎គួរព្រះជាអង្គការពិតមែនហើយក្រាបទូល